បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់បាទថ្ងៃនេះលោកគ្រូចង់បង្រៀនបងប្អូនទាំងអស់គ្នាអំពីរបៀបគណនាលេខរហ័សតើគណនាលេខរហ័សហ្នឹងលេខយ៉ាងម៉េចខ្លះបាទនៅក្នុងវីដេអូនេះគឺលោកគ្រូនឹងបង្រៀនបងប្អូនឲ្យចេះគណនាលេខគេហៅថាការ៉េណាការ៉េបានន័យថាការ៉េការលើកជាការ៉េនៃមួយចំនួនដែលមានកតុយជាលេខ5ណាបងប្អូនណាបាទការ៉េនៃមួយចំនួនដែលមានកតុយជាលេខ5តើយើងគិតយ៉ាងម៉េចដើម្បីបានរហ័សឧទាហរណ៍ថា15លើកជាការ៉េណាឧទាហរណ៍15លើកជាការ៉េ15លើកជាការ៉េយើងគិតរបៀបលឿនតែយើងគិតយ៉ាងម៉េច15លើកជាការ៉េបាទ25លើកជាការ៉េ35លើកជាការ៉េ45លើកជាការ៉េបាទបើយើងដឹងក្បួននេះគឺយើងគណនាលឿនមកចំពោះលេខដែលមានកតុយលេខ5ចេះកតុយលេខ5ហើយលើកជាការ៉េគឺគេមានក្បួនមកគេគិតបានរហ័សមែនតើតោះឥឡូវនេះបងអូនមើលទាំងអស់គ្នា15លើកជាការ៉េតើគេគិតយ៉ាងម៉េចអញ្ចឹងចំពោះ15លើកជាការ៉េនេះនិយាយរួមឲ្យតែលេខ2ខ្ទង់ណាលេខ2ខ្ទង់ហើយមានកតុយជាលេខ5ហើយលើកជាការ៉េគឺគិតលឿនអញ្ចឹងមុនដំបូងយើងត្រូវចាំថា5លើកជាការ៉េប៉ុន្មាន5លើកជាការ៉េគឺ25អូខេអញ្ចឹងយើងសេ25មកសេលេខ25អូខេបន្តមកទៀត1នេះយើងយកទៅគុណនឹងចំនួនបន្ទាប់ពី1គឺប៉ុន្មាន1គុណ2តើណា1គុណ2យក1ហ្នឹងបន្ទាប់ពី1គឺ2អញ្ចឹងយក1គុណ2បាន2អូខេអញ្ចឹង15លើកជាការ៉េគឺស្មើនឹង225តោះ25លើកជាការ៉េ25លើកជាការ៉េអញ្ចឹង5ការ៉េនេះគឺប៉ុន្មាន5ការ៉េនេះគឺ25អញ្ចឹងសេ25មក25ណាអូខេ2នេះបន្ទាប់លេខបន្ទាប់ពី2គឺលេខ3មែនទេអញ្ចឹងយក2គុណ3 2គុណ3បាន6សេ6មកអញ្ចឹង25លើកជាការ៉េគឺស្មើនឹង625ហើយបងប្អូនមិនជឿទេបងប្អូនជួយកាត់ចូលមកអញ្ចឹងមែនអត់ឬក៏គុណមើលគុណតាមធម្មតាមើលឃើញអញ្ចឹងមែនអត់ណាតោះ35លើកជាការ៉េ35លើកជាការ៉េគឺបាទ5ការ៉េនេះគឺ25តោះ3នេះយើងគុណលេខបន្ទាប់ពី3ណាចំនួនបន្ទាប់ពី3គឺប៉ុន្មានបន្ទាប់ពី3គឺ4មែនទេ3 4ដង3 4ដង12អញ្ចឹងសេលេខ12មកអញ្ចឹង35ការ៉េស្មើនឹង1225ហើយបងអូនជួយកាសចូលមកតើស្មើប៉ុណ្ណឹងមែនអត់ណា45លើកជាការ៉េ45លើកជាការ៉េបាទអញ្ចឹង5ការ៉េប៉ុន្មាន5ការ៉េគឺ25សេលេខ25មក4គុណនឹងលេខបន្ទាប់ពី4គឺ4គុណ5មែនទេ4គុណ5 20បាទអញ្ចឹង20អញ្ចឹង45ការ៉េស្មើនឹង2025អូខេឥឡូវ55ការ៉េ65ការ៉េអីបងសាកគិតខ្លួនឯងអញ្ចឹងលោកគ្រូនឹងដាក់មួយទៀតឲ្យឧទាហរណ៍ថា95ការ៉េណាអញ្ចឹង95លើកជាការ៉េ95លើកជាការ៉េថាស្មើនឹងប៉ុន្មានអូខេអញ្ចឹង5លើកជាការ៉េស្មើនឹង25ស្អីនៅចុងកតុយមកអូខេ9លេខបន្ទាប់ពី9គឺលេខ10ហ្នឹងណាយើងយក9គុណ10 9គុណ10ស្មើប៉ុន្មាន9 10ដង90អូខេអញ្ចឹង95លើកជាការ៉េស្មើនឹង9025ហើយបងអូនគិតមើលទៀតណាអញ្ចឹងលោកគ្រូបញ្យល់នេះគឺលេខខាងកតុយហ្នឹងលេខ5ហើយលេខ2ខ្ទង់ណាពី15ការ៉េរហូតដល់95ការ៉េណាអញ្ចឹងបងអូនសាកគិត55ការ៉េលោកគ្រូអត់ទាន់គិតឲ្យបងអូនសាកគិត55ការ៉េតាមក្បួនលោកគ្រូមកហើយ65ការ៉េបាទហើយ85លើកជាការ៉េបាទគិតតាមក្បួនលោកគ្រូបញ្យល់មកតើឃើញប្រហែលបាទអញ្ចឹងវិធីនេះងាយបងណាវិធីនេះងាយស្រួលមែនតើសម្រាប់បងប្អូនអញ្ចឹងបងប្អូនគិតបានលឿនណាអូខេល្អហើយលោកគ្រូគិតថាចំណុចល្អណាអញ្ចឹងចង់បងប្អូនអស់នេះចេះដែរមិនថាបងប្អូនហាក់ទីប៉ុន្មានទេណាបងប្អូនចប់ទី12ហើយរៀនដល់សាកលវិទ្យាល័យឬក៏បំពេញការងារផ្សេងទៀតហើយអញ្ចឹងអានេះជួយយើងបានច្រើនណាអញ្ចឹងគណិតវិទ្យាបើយើងដឹងកលឹះដឹងតិចនិចវិធីសាស្ត្រគឺគិតលេខបានរហ័សងាយស្រួលមែនតើអូខេអញ្ចឹងជូនពរបងប្អូនអស់គ្នាបានជោគជ័យហើយនឹងសុខភាពល្អទាំងអស់គ្នាបាទអរគុណសូមជម្រាបលា